ពិតជាសាហាវណាស់បរិះម្នាក់បើករថយន្តដេញបុកយុវជនម្នាក់បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការសមត្ថកិច្ចអធិការដ្ឋាននគរបាលក្រុងតាខ្មៅនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលនៅយប់ថ្ងៃទី8ខែមេសាឆ្នាំ2025បានឃាត់ខ្លួនបរិះម្នាក់ឈ្មោះសែមវិចទ័រអាយុ38ឆ្នាំពីបទប៉ុនប៉ងមនុស្សឃាតបើករថយន្តដេញបុកជនរងគ្រោះនៅចំណុចភូមិព្រែកសំរោង2សង្កាត់ក្រុងតាខ្មៅខេត្តកណ្ដាលនៅវេលាម៉ោង 21:50 នាទីយប់នៅថ្ងៃទី8ខែមេសាឆ្នាំ2025បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចបានវាស់ជាតិអាល់កុលឃើញថាឈ្មោះសែមវិចទ័របានផឹកគ្រឿងស្រវឹងលើសច្បាប់កំណត់តាមចម្លើយសារភាពរបស់ឈ្មោះសែមវិចទ័របានឲ្យដឹងថាមុនកើតហេតុខ្លួនបានបើករថយន្តពីស្តុបស្ពានព្រែកហូរឆ្ពោះទៅទិសខាងកើតពេលមកដល់ជិតស្តុបកាកបាទក្រហមខេត្តកណ្ដាលមានម៉ូតូមួយគ្រឿងជិះគ្នា2នាក់បានគោះឡានខ្លួនខឹងក៏បើករថយន្តដេញបុកតែម្ដងបច្ចុប្បន្នជនរងគ្រោះកំពុងតែសម្រាប់ព្យាបាលរបួសនៅមន្ទីរពេទ្យដែលជនបង្កសមត្ថកិច្ចកំពុងតែកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់នេះខ្ញុំរ៉ាលីពី Big News